ជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធី Spicy Talk កម្មវិធី Spicy Talk មានចាក់បញ្ចាំងរៀងរាល់ថ្ងៃសុក្រវេលាម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5 ក៏មានផ្សាយផ្ទាល់នៅលើ page ផ្លូវការ Celeb Spicy Talk ដូច្នេះកុំភ្លេចចុច like follow ដើម្បីទស្សនាទាំងអស់គ្នាថៃបងឈឺកមែនមានណែឲ្យតែមកកាហាម្នាក់បងឈឺកមកទៅពេលនេះដោយសារចាតដិតសាហាចាដោយសារតែបងនឹងngheឃើញណែអត់និយាយអីតអញ្ចឹងទៅកាហាមកណែងាកមកបងណែចាប់អារម្មណ៍លើបងអូចង់ចាព្រោះធម្មតាបងអត់មានអីអត់ណែចាប់អារម្មណ៍ទេអញ្ចឹងបើអត់កាហាម្នាក់ដឹងទេមកខ្ជូតម៉េះដៃព្រោះអីថ្ងៃនេះខ្ញុំធ្វើខ្លួនយ៉ាងខ្ជូតមានខ្វងសក់ខ្វងអីចឹងតែលើថែតារាកិត្តិយសអត់សូវខ្ជូតទេណែខ្ជូតទៅណាគេប្រហែលថាខ្ជូតគាត់ខ្ជូតដើម្បីណាគេមើលឲ្យអត់ដឹងណាគេមើលក៏បានដែរតែខ្ញុំចង់ដឹងថាតារាកិត្តិយសយើងសប្តាហ៍នេះធម្មតាកម្មវិធីរបស់យើងតែងខ្លួនអីពេលខ្លះតម្រូវជាមួយតារាកិត្តិយសយើងដែរចាអញ្ចឹងខ្ញុំចង់ដឹងមែនទេថាតារាកិត្តិយសយើងនៅក្នុងសប្តាហ៍នេះបងនឹងថាណាគេអត់បងដឹងតែអត់ចង់ប្រាប់អញ្ចឹងធម្មតាខ្ញុំក៏ដឹងដែរប៉ុន្តែខ្ញុំធ្វើសួរលេងអីអញ្ចឹងណាលើថាសប្តាហ៍នេះតារាកិត្តិយសយើងមកជាគូហ្មងចាលក្ខណៈថាគូបែបមិនហ្មងគូបែបស្លាប់រស់គូស្លាប់រស់គូសត្រូវគូសត្រូវហ៎ខ្ញុំស្មានគូលក្ខណៈគ្រប់គូនិយាយដើមគេនិយាយអីចឹងដៃគូដូចយើងអញ្ចឹងអញ្ចឹងហ៎តែខ្ញុំមិនដែរនិយាយដើមគេហ្មងតែនិយាយប្រាប់ខ្ញុំបងអ្នកនិយាយតែឯងអ្នកអើចឹងចឹងឥឡូវដោយសារតែពីរអ្នកខ្ញុំចូលចិត្តនិយាយដើមគេដែរហើយពីរអ្នកគាត់ក៏ចូលចិត្តនិយាយដើមគេទៀតអញ្ចឹងក៏បានខាត់ពេលយូរយើងទៅនិយាយដើមគេជាមួយនឹងពួកគាត់ទាំងអស់គ្នាឆ្ងល់មកលើកណាក៏យឺតដែរនេះចាំឡើង1ម៉ោងចង់2ម៉ោងលើអីធ្វើខ្លួននិយាយពីធ្វើនោះធ្វើអាខ្លួនឯងស្រីស្អាតអីហ្នឹងអាសខ្លួនឯងមិនស្អាតអើយធ្វើមិនទេកម្មយើងវាមិនស្អាតយើងស្រឡាញ់សង្សារស្អាតយើងទ្រាំទៅមកអត់ចឹងហ្មងហ៎តែមកតែជីវិតយើងធំទៅស្រឡាញ់គ្នាអូនឯងឈរអូនឯងដល់ហើយហើយមិនក៏យូរម៉ែបងចាំរដងហ្មងណាត់ពេលណាក៏លេតដែរចាំយកអត់បានណាការស្គាល់គ្នាដំបងគាត់ថាចាំ13 4 5ម៉ោងចាំបានឥឡូវតែកន្លះម៉ោងចាំបានហ្មងដំបងចង់ថាចេះដំបងបងមិនដឹងថាអូនឯងនេះធ្វើខ្លួនយូរចឹងទេបើដឹងតែធ្វើខ្លួនមកអត់យកដែរចឹងមិនដឹងស្រ័យគ្នាដល់សើកែនសិនមែនអស់ត្រឹមប៉ុណ្្នឹងអីចឹងហ៎អស់ស្អាតត្រឹមប៉ុណ្្នឹងធ្វើខ្លួនអស់ត្រឹមប៉ុណ្្នឹងហ៎ចុះបាយចូលចិត្តថាស្រឡាញ់ខ្ញុំបែបធម្មជាតិអត់ឲ្យខ្ញុំស្រក់គីឡូទេចូលចិត្តស្រឡាញ់ដូចធាត់មានសាច់ស្រួលអោបបងយល់ហើយបងស្រឡាញ់អ្នកមានសាច់មិនមែនធាត់ទេគ្រាន់តែមានសាច់បានហើយខ្ញុំមានធាត់ដែរអត់ទេខ្ញុំមានសាច់ហ៎និយាយស្រួលបងខ្ញុំតែគ្នាថ្ងៃហ្នឹងឡាអូហើយចឹងមិនឆ្ងល់យូរអីយូរនៅឡើងធ្វើស្អីខ្លះមើលព្រោះខ្ញុំមុនណាគេចាំខ្ញុំយូរជាងហ្នឹងទៀតយ៉ាអត់មុនទៀតព្រោះមុនបងមានប្រុសប៉ុន្មាននេះឥឡូវសួរតាមត្រង់មើលចាល់រាប់បើបាត់អស់អញមិនចង់ក្រោយហ៎យល់អត់អញ្ចឹងគឺតោះចុះស្វែងធ្វើជាមើលប្រុសស្អីគាត់តែញ៉ាយស្រីអត់ចេះញ៉ាយបោចសក់ទាំងរួចង់ថាបើញ៉ាយស្រីស្អាតវាមិនអីញ៉ាយស្រីអត់ស្អាតនេះចាស់ឆ្លៃគ្នា8ឆ្នាំមិនគិតថាខ្ញុំអត់ស្អាតថ្ងៃហ្នឹងមែនវាមើលមិនដែលឃើញស្អាតវាអាណិតទេហងមិនចង់ឃើញពីរអ្នកនោះស្អាតជាងខ្ញុំមែនត្រូវហើយឥឡូវមើលគេមើលយើងមើលពីរអ្នកនោះអត់មានអីហោផងណាមិនដឹងគេអត់បាយហូបបើមានបាយហូបសុខសប្បាយធម្មតាអូនតែពីរអ្នកសុខសប្បាយអត់ចាបងសុខសប្បាយខ្ញុំស្អាតទេបងមើលទៅរូបសម្រស់ដល់សស្អាតដែរក៏សុខសប្បាយដែរបើរ៉ាត់ខ្ញុំមកដែរតើអញនិយាយទៅសង្ហាបដ ாய் បែកយូរទៅសង្ហាទៅតាបងសង្ហាប៉ុណ្្នឹងអត់មានអ្នកញ៉ាយទៀតអូចុញពីអ្នកខ្ញុំនៅឆក្បែរហ្នឹងបើគេអត់ញ៉ាយបងញ៉ាយគេទៅធំប៉ុណ្្នឹងអូនឯងគិតថាចេះអូនឯងគិតថាសង្ហាបងគួរយកសង្សារបែបម៉េចនេះស័កសមគ្នាហ្មងស្មែតែមកមកកពស់អីនិយាយទៅសម្រាប់សម្បយមួយគេនិយាយមួយម៉ាត់ទៅនិយាយមួយម៉ាត់ទៅគេគេទៅយូរហើយគេទៅយូរហើយបើអត់គេទៅយូរដល់បងអីណាយើងមកតដើមរបស់គេយើងដូចស្រុំស្លូតទៅអូនបងមកដល់ខាងណាដែរហ្មងមកដល់ទៀតណាគេណាត់មក9មកដល់មក10មានណា11មក10ឈប់យើងកុំនិយាយរកគាត់យើងត្រូវនីតិយើងត្រូវ take care បងពួកអីកម្មវិធីបែបថ្ងៃហ្នឹងនិយាយតែមួយរត់បានបានណាហ្នឹងហើយតែខ្ញុំដើរចេញបឹបកម្មវិធីនេះក៏គេអត់បើកលើមកវិញមកអត់ទេអូហេមកគាត់លឺលុយភ្លាមគឺចូលគ្នាភ្លាមវិញហ្មងអត់ទេអេលីណាបងដឹងថាត្រូវធ្វើម៉េចទេចាធ្វើគេបើសិនជាបងអត់នៅចិត្តគ្នាទេបើកលុយមួយគុណនឹង2បើកលុយមួយគុណនឹង2ចាតែចាំបើកឲ្យហើយសិនចាំបងអត់នៅចិត្តគ្នា
បងចាឡើយរឿងកុំឲ្យខាត់ពេលយូរព្រោះដោយសារតែធម្មតាគឺ fan កំពុងតែទស្សនិកជនកំពុងតែចង់ដឹងរឿងរបស់បងទាំងពីរអញ្ចឹងណាដូចខ្ញុំពីរនាក់អញ្ចឹងចាអូយអត់ទេខ្ញុំកំពុងតែល្បីខ្ញុំនឹងត្រៀមសួរឯងអញ្ចឹងកុំឲ្យខាត់ពេលយូរចាស្រូវ ខ្ញុំចង់ដឹងតែរឿងអាស្រូវហ្នឹងឯងបងចង់ដឹងថា ចាអញ្ចឹងបើទស្សនិកជនចង់ដឹងរឿងអាស្រូវរបស់បងទាំងពីរយើងកុំឲ្យខាត់ពេលយូរដូច្នេះយើងទៅកាន់តុសម្ភាសទាំងអស់គ្នាជំរាបសួរបងចាមកញ៉ាំបានគួរសមព្រោះអីឡើយតាយើងចាក់ជួយគ្នាអញ្ចឹងណាមកដល់បានជំរាបសួរបងសុស៊ីចាជំរាបសួរបងបងចា ចាឥឡូវនេះគឺសូមស្វាគមន៍បងទាំងពីរមកកាន់តុសម្ភាសន៍ដ៏ក្រៅកគុករបស់យើងចា បងសុស៊ីមួយបង្រិតសុខសប្បាយទេបងសុស៊ីដូចឃើញថតរាល់ថ្ងៃមីញឹករាល់ថ្ងៃអញ្ចឹងណាបងចាពិបាករាប់លុយអីហ៎បងអត់ពិបាកពួកគេបានចូលកង់មើលតលេងបើថាពិបាកទុកដាក់លុយអីអាចប្រាប់ខ្ញុំបានហ្នឹងតែពួកកង់បងយើងច្រើនដែរអញ្ចឹងក្នុងថាមកកង់យើងទុកប្រហែលជា1000ជាងអូចុះបង្រិតសុខសប្បាយហ៎បងចាមួយរយៈនេះដូចឃើញទុកបាំងអញ្ចឹងណាមានត្រូវការតែទុកជួយទុកដាក់លុយអីបងដូចជាអត់អីដែរដូចសុស៊ីមិនអញ្ចឹងគឺចូលកង់ដូចគ្នាពីច្រើនគេបាត់លុយផ្ទាល់ទេសម្រាប់កម្មវិធីយើងក៏បាញ់តាមកង់ដែរ កម្មវិធីបាញ់តាមកង់ចូលគាត់ហើយគាត់ដកពីកង់ដាក់កង់មួយទៀតកង់ម៉ែ ចាបងឥឡូវយើងបកត្រឡប់កាន់កម្មវិធីយើងបន្តិចខ្ញុំជឿជាក់ថាបងប្អូនខ្លះគាត់បានស្គាល់បងទាំងពីរហើយអ្នកខ្លះទៀតក៏គាត់មិនទាន់ស្គាល់ច្បាស់អីចឹងទៅតែជួនកាលស្គាល់អត់ទេជួនកាលស្គាល់ច្បាស់ស្គាល់ឈ្មោះវាឈ្មោះសេនហើយចង់ស្គាល់ច្បាស់អញ្ចឹងចង់ឲ្យបងជួយរៀបរាប់ហ្នឹងហើយសុំតោះបងដូចខ្ញុំអញ្ចឹងបងឈ្មោះគេហៅខេតអីតិចប្រុសអេឈ្មោះដើមខាត់សេរីច័ន្ទអីអញ្ចឹងទៅគេលោកបងឈ្មោះសិនអីផ្សេងអីអញ្ចឹងណាឈ្មោះខ្ញុំគេស្គាល់មកគឺភ្ជាប់ជាមួយនឹងឈ្មោះប៉ិតចាអញ្ចឹងខ្ញុំប៉ិតឈ្មោះសេសួរ ចាណែនាំខ្លួនមកចឹងបងចាសួរបងប្អូនទាំងអស់គ្នានេះខ្ញុំសេសួរស៊ូស៊ីដែលហៅកាត់តែបងប្អូនស្គាល់ខ្លាំងហ្មងឈ្មោះស៊ូស៊ីហ្នឹងហើយចាជួងរិតវិញ ខ្ញុំបាទប៉ែនភពវិរិទ្ធបាទហើយឈ្មោះពិតក៏ឈ្មោះរិតដូចគ្នាព្រោះធម្មតាឈ្មោះខ្ញុំវាបញ្ជាក់នឹងឈ្មោះនឹងរូបសម្រាប់ដូចគ្នាអ្នកខ្លះឈ្មោះស្រស់ប៉ុន្តែមុខវាអត់ស្រស់ មិនវិញណាបង ចាំបងទាំងពីរមានសុខណាត់ណាដែរបងសុខណាត់បងខ្ញុំអ្នកពេញហ្មងអូអ្នកភ្នំពេញចាំបងដិតបង បងពេញដូចគ្នា ពេញដូចគ្នាអូចា ពេលអញ្ចឹងយើងបាក់យក ចាឥឡូវយើងត្រឡប់មកកាន់សំណួរជាបន្តចង់ដឹងថាបងស៊ូស៊ីជាមួយបងរិទ្ធជាអ្នកវាថាសិល្បៈបកែសម្ដែងបកែអីអញ្ចឹងហ្នឹងណាមានជាប់ខ្សែស្រឡាយខាងជាងឡានអីហ៎បងនិយាយវិញណា និយាយលេងនិយាយខ្ញុំវិញហ៎បងតែពិតនិយាយលេងខ្ញុំវិញហ៎បែបđóឲ្យបានសួរចឹងអត់បងមិនទៅឃើញបងរិទ្ធវាថាមករយៈនោះដូរឡានទំនើបអូមិនដូរដែរបងលក់ចេញហ្នឹងអត់ទេសួរមែនតើបងទាំងពីរមានជាប់វាខ្សែស្រឡាយអ្នកសិល្បៈអីដែរអត់បងបើសម្រាប់ខ្ញុំដូចជាអត់មានទេតែឯងមកគ្រួសារអូតែឯងគ្រួសារគាត់ធ្វើការរត់បាទបលិសហ៊ានទៅអញ្ចឹងណាចាចុះបងស៊ូស៊ីបងខ្ញុំក៏តែម្នាក់ឯងដែរចង់ដឹងថាបងតាំងពីចូលមុននឹងចូលសិល្បៈដែរគាត់ថាចង់ខ្លាចជាតារាសម្ដែងអីឬក៏យ៉ាងណាក៏បាត់ទៅខ្ញុំអត់ដែរនឹកគិតទេអត់ដែរនឹកគិតថាខ្លាចជាអ្នកសិល្បៈឬក៏សម្ដែងក៏ខ្លាចអីទេក៏ប៉ុន្តែបំណងប្រាថ្នាដែលចូលចិត្តដែលស្រឡាញ់បំផុតនោះវិស័យអ្នកចម្រៀងតាមពិតខ្ញុំធ្លាប់ឃើញមកស៊ូស៊ីប្រឡងចម្រៀងហើយជាងព្រោះតែពេលហ្នឹងគាត់ធ្លាក់ធម្មតាបងការបកគោបច្ចេកមានជាប់ដែរមែនហ្នឹងធម្មតាការបកគោបច្ចេកតែមានធ្លាក់មានជាប់មានណាអង្គុយតែជាប់រហូតទេបងឲ្យខ្ញុំធ្លាក់ខ្ញុំសាំមិនសូវយល់ទេបងឥឡូវខ្ញុំចង់សួរបងរិទ្ធវិញថាមុនចូលសិល្បៈបងដែរមានចំណាប់អារម្មណ៍ថាចង់ខ្លាចជាតារាសម្ដែងគឺឬក៏យ៉ាងណាដែរចាតាមពិតទៅតាមរយៈការខ្ញុំចូលដំបូងគឺខ្ញុំកាត់ការប្រឡងអញ្ចឹងតើយើងស្រឡាញ់នឹងយើងប្រឡងតើអញ្ចឹងខ្ញុំប្រឡងក្នុងកម្មវិធីពេជ្រកំពុងឆ្នៃតែពេលហ្នឹងជាប់ជាតារាបង្ហាញម៉ូដហើយអញ្ចឹងក៏មិនដែលនឹកឃើញថាអាចខ្លះជាតារាសម្ដែងក៏ពិធីក្រោយបានដែរគ្រាន់តែយើងជាប់ដើមម៉ូដគ្រាន់តែគេឲ្យយើងដើមម៉ូដខ្លះឬក៏យើងចេញសូតិចតួចអញ្ចឹងអត់ដែលបានថតបានអីទេតែដល់ពេលគេចេះតែផ្ដល់ឱកាសឲ្យយើងជាថតនេះថតនោះតិចតួចទៅយើងក៏ជាបទពិសោធន៍មួយព្រោះយើងខ្លាចជាតារាសម្ដែងហើយក៏ជាប់តារាសម្ដែងមករហូតតែពិតស៊ូស៊ីខ្ញុំខ្លាចការច្រៀងទេគឺចិត្តការច្រៀងទេប៉ុន្តែដល់ពេលការងារហុចឲ្យយើងមកវាទៅជាជាប់សម្ដែងមករហូតគឺយើងដកឃ្លាតបានហ្មងព្រោះធម្មតាជំនាន់មុនយើងថាខ្ញុំចូលសិល្បៈប្រហែលជា10ឆ្នាំជាងហើយអញ្ចឹងជំនាន់មុនរឿងភាគគឺខ្ញុំរៀនចេញច្រើនចាគឺអីខ្លះដែរមើលអូនជំនាន់ក្រោយដែរសើមើលអត់អីចាំប្រែកសូក្រោយខ្ញុំនឹងឲ្យបង្រិតរៀបរាប់ចាហ្នឹងហើយទស្សនិកជនអរគ្នានៅក្នុងវគ្គនេះផងដែរគឺយើងបានស្ដាប់ពីប្រវត្តិខ្លះរបស់បងទាំងពីរយើងនឹងមានសំណួរជាច្រើនទៀតដែលចង់សួរទៅកាន់គាត់